តើការរស់នៅលើដីណាមួយមានន័យថាអ្នកគឺជាភោគីពិតប្រាកដមែនដែរឬទេការកាន់កាប់ដោយពិតប្រាកដគឺជាលក្ខខណ្ឌទី1នៃភោគៈដែលអាចនាំឲ្យបានជាកម្មសិទ្ធិលើអចលនវត្ថុដែលភោគីកាន់កាប់នោះនិយាយដោយសាមញ្ញភោគីត្រូវកាន់កាប់អចលនវត្ថុនោះក្នុងនាមខ្លួនជាម្ចាស់មិនមែនកាន់កាប់ក្នុងនាមជាអ្នកជួលឬថែរក្សាឬជាអ្នកតំណាងឲ្យអ្នកដទៃនោះទេឧទាហរណ៍ថាបើអ្នកជួលដីគេដើម្បីដាំដំណាំទោះបីអ្នកប្រើប្រាស់ដីនោះជាច្រើនឆ្នាំក៏ដោយក៏អ្នកមិនមែនជាភោគីពិតប្រាកដនោះដែរពីព្រោះថាអ្នកកាន់កាប់ក្នុងនាមជាអ្នកជួលដីតែប៉ុណ្ណោះនៅក្នុងវីដេអូបន្ទាប់យើងនឹងឆ្វេងយល់អំពីការកាន់កាប់ដោយគ្មានហិង្សាដែលជាលក្ខខណ្ឌទី2នៃភោគៈសុភាព Legal Property ឆ្វេងយល់អំពីច្បាប់ដើម្បីការពារសិទ្ធិរបស់អ្នក